tao mua thì hàng món cứ vậy là dàn tích hay nâng bạc cầm phòng đang lan raptor mây trưng bàn bốc cho môi nâng mà tô à song trim đại bạc bò đòi giúp với chôn pi nè khmei nè tế mình nè bàn bạc lời càng chuối hay mình nâng mình nè tiết cư cho trung dương mơ than phiệp cho sấy cứ hàng mốc cái lạnh lạ lên những cái bàn bốc tới lục bê lạ lên ở muối hay cái lạnh so raptor này bàn ba chấm này qua hàng chuối cứ bàn lục bê mình đại bác bò một tốn ban bệnh chun từ sòng cua mình toàn bắt tại hỏi cứ mà làm mồm đấy thì còn bạn chương kháng chuối mà kháng ai mình đã tiếp cứ chọc trung trong này phía kia đang song kháng cứ con ở miền tây nam thì trong này phía kia kháng rốt vốn đấy cứ con nơi nâng cả lanh cả hát hay trong này ôn pi nhá đại chỉ mà tốn cái ban bệnh chun từ mình đi bắtបាទក្រុមនឹងជំរាបសួរប្រិយមិត្តទស្សនិកជនគណៈស្មាននៅផងដែរគឺម៉ោង4:10នាទីយប់ថ្ងៃទី4ខែវិច្ឆិកាឆ្នាំ2025នៅក្នុងបរិវេណបង្កក់គឺមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងឡាន Raptor បានបុកជាមួយនឹងម៉ូតូបានបណ្ដាលឲ្យយុវជនម្នាក់បាក់ជើងខាងឆ្វេងហើយនិងម្នាក់ទៀតបានឆ្អល់ទ្រូងផងដែរបងប្អូនប្រិយមិត្តហើយនេះគឺជាភិនភាគម៉ូតូអាសង់មួយគ្រឿងគឺខាងមុខគឺបែកយ៉ាងខ្ទេចហើយនឹងបាក់កម្មផងដែរនៅនឹងកន្លែងកាត់ហេតុហើយយើងមិនដឹងថាម៉ូតូនេះគឺបើកបរពីទិសដៅណាទៅទិសដៅណាទេភ្លើងផ្លាកសញ្ញាក្រហមមិនដឹងខៀវមិនដឹងទេបណ្ដាមកកន្លែងផ្លូវបំបែកជា4កន្លែងផាប់ TikTok ហ្នឹងក៏បានបុកជាមួយឡាន Raptor យ៉ាងពេញទំហឹងគឺបាក់កម្មឡើងខ្ទេចហើយខាងមុខឡើងខ្ទេចតែម្ដងបងប្អូនប្រិយមិត្តហើយចំណែកយុវជន2នាក់គឺមានវ័យក្មេងៗដែរទេប្រហែល19 20ឯហ្នឹងបងប្អូនចំណែកឡាន Raptor នេះគឺវាអស់ចំហៀងខាងមុខយ៉ាងដំណំដែរបាទថ្មីជ្រើងតែម្ដងបាទថ្មីជ្រើងយ៉ាងរលើបរលោងហើយខាងមុខគឺខាងនេះល្បេះអស់មួយខាងហើយចំណែកកន្លែងផ្លាកលេងគឺបាក់ផងដែរបាទឡើងផុងយ៉ាងដំណំក្មេងដែលបើកបរម៉ូតូបានបញ្ជូនទៅសង្គ្រោះបន្ទាន់បាត់ទៅហើយគឺមកល្មមដែរទេគ្រាន់បាក់ជើងខាងឆ្វេងមួយខាងហើយម្នាក់ទៀតគឺចុកទ្រូងចំណែកភាគីទាំងសងខាងគឺគាត់អត់មានតាណាទេចំណែកភាគីខាងរថយន្តនេះគឺគាត់នៅនឹងកន្លែងកាត់ហេតុហើយចំណែកបងប្អូន2នាក់ដែលជិះម៉ូតូគឺបានបញ្ជូនទៅមន្ទីរពេទ្យបាត់ទៅហើយបងប្អូនប្រិយមិត្តហើយនេះគឺជាឡាន Raptor យើងមើលស្ថានភាពជាក់ស្ដែងគឺខាងមុខកន្លែងផ្លាកលេខហ្នឹងគឺបានបុកទៅល្បេះផ្លាកលេខអស់មួយហើយកន្លែងអក្សរ Raptor នេះបានបាក់ចំណែកពណ៌ខាងឆ្វេងគឺបានល្បេះមកខាងនៅនឹងកន្លែងកាត់ហេតុហើយចំណែកម៉ូតូនេះគឺបាក់បែកយ៉ាងដំណំផងដែរខាងផ្ទៃខាងមុខតាមស្ពាល់ផងគឺបាក់ឡើងខ្ទេចតែម្ដងហើយចំណែកជនរងគ្រោះយុវជនដែលបើកបរម៉ូតូទាំងពីរនាក់គឺម្នាក់បានបាក់ជើងខាងឆ្វេងហើយនិងម្នាក់ទៀតឆ្អល់ទ្រូងបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យហើយកន្លែងនេះគឺផ្លាកសញ្ញាក៏ដូចជាភ្លើងស្តុបយើងមិនដឹងថាម៉ូតូក៏ដូចជាឡានហ្នឹងបើករំលោភបំពានភ្លើងស្តុបឬយ៉ាងណាក៏យើងមិនទាន់ដឹងដែរបងប្អូនប្រិយមិត្តហើយនេះគ្រាន់តែជាព័ត៌មានបឋមដែលយើងទទួលបាននៅកន្លែងកាត់ហេតុនេះម្ដងហ្នឹងស្ថានភាពពីការបើកបររបស់រថយន្តរបស់អូនមិនដែរបាទបងហ៎បាទនេះតែណៃច្បាស់ថាណៃស្តុកខៀវក៏ស្តុកក្រហមពេលយើងឆ្លងផ្លូវខៀវស្តុកខៀវចឹងណៃច្បាស់ថាស្តុកខៀវហ្នឹងហើយមិញមានដាក់អន្តិចទួយអត់មានផឹកស្រាអីតិចទួយអត់ទេហ្នឹងហើយឥឡូវណៃអត់ស្អីអីណានៅមិនចានអីបាក់ផ្លូវចុកធូងហ្នឹងឥឡូវគូពេទ្យមកបើថាមិនមកយើងឡើងឡានទៅមួយពេទ្យឥឡូវអូមិនចានអីបាក់ជើងហើយណៃដុបនៅក្រោយណៃដុបហ៎អូសំណាងណាអូនណាមើលមួយទៀតជើងមកហ្នឹងបាទទៅគ្រួយណៃមិនមកឡើងទៅឡានពេទ្យមួយគេហ្មងទៅហើយឡើងឡានពេទ្យតែមើលខ្លួនព្រមឲ្យគ្រូសាអីដឹងនៅគេទៅគ្រូសានៅយ៉ាងនៅណាដែរអូននៅតែអត់នៅតែអត់ដល់ពេទ្យកាននៅពេទ្យគ្រូពេទ្យក៏សួរហើយមិនទៅមកឡើងទៅអូគេចាត់ចែងមកឡើងឲ្យឡើងទ្រូងបើអូយបីញ័របាទតើមួយតិចអីរត់ចុកទ្រូងមកល្មមដែរឥឡូវនេះគឺយុវជន2នាក់ដែលបានជិះម៉ូតូអាសង់មួយគ្រឿងបានបុកជាមួយឡាន Raptor បណ្ដាលឲ្យអាប្អូនម្នាក់បាក់ជើងមួយខាងហើយនឹងអាប្អូននេះចុកទ្រូងយើងមិនទាន់ថារបួសវាយ៉ាងម៉េចយ៉ាងម៉ាទេប៉ុន្តែអាប្អូននោះគឺបានបាក់ជើងមួយខាងបាត់ទៅហើយបងប្អូនប្រិយមិត្តហើយចំណែក
ម៉ូតូគឺឡើងខ្ទេចតែម្ដងកង់មុខផ្នែកខាងមុខគឺឡើងខ្ទេចបាក់កម្មបាក់ខាងមុខខ្ទេចខ្ទីបាត់ទៅហើយ